ជំនឿហាមងាកក្រោយពេលហែសពការងាកមួយប្រព្រឹត្តភ្នែកដែលអាចបំបែកអ្នកចេញពីពិភពមនុស្សនៅក្នុងគ្រប់ពិធីបុណ្យសពជាពិសេសនៅពេលដង្ហែសពចេញពីផ្ទះឆ្ពោះទៅកាន់ទីវាលឬវត្តអារាមដើម្បីបូជាតែងតែមានបរិយាកាសក្រៀមក្រំអមដោយសំឡេងភ្លេងខ្លងខែកដ៏សង្វេគប៉ុន្តែនៅក្នុងភាពសោកសៅនេះក៏មានជំនឿដ៏ព្រឺព្រួចមួយរាត្រីរន្ធត់សូមណែនាំម៉ាស់បិទមុខស្លឹកត្រចៀកក្រាញ់និងប្រូតេអ៊ីនសម្បុកដង្កូវនាងរបស់បូឌាជួយព្យាបាលនិងធ្វើឲ្យស្បែកក្មេងជាងវ័យនិងម៉ាស់ដូងធម្មជាតិផ្ដល់សំណើមនិងបំប៉នស្បែកមុខដែលចាស់ទុំតែងតែខ្សឹបប្រាប់កូនចៅដែលចូលរួមហែសពថាមិនថាក្នុងកលៈទេសៈណាក៏ដោយហាមដាច់ខាតមិនឲ្យងាកក្រោយតើហេតុអ្វីបានជាការងាកក្រោយត្រឹមតែមួយផ្លែតក្នុងពេលហែសពត្រូវបានចាត់ទុកថាជាការហាមឃាត់ដ៏ធ្ងន់ធ្ងរបំផុតតាមជំនឿបុរាណគេជឿថាក្បួនដង្ហែសពមិនមែនគ្រាន់តែជាការដើររបស់មនុស្សរស់ដើម្បីជូនដំណើរអ្នកស្លាប់នោះទេផ្ទុយទៅវិញវាគឺជាស្ពានបណ្ដោះអាសន្នមួយដែលតភ្ជាប់រវាងពិភពមនុស្សរស់និងពិភពវិញ្ញាណនៅក្នុងខណៈពេលនោះវាំងននរវាងពិភពទាំងពីរគឺស្ដាងបំផុតវិញ្ញាណក្ខន្ធអ្នកស្លាប់កំពុងតែស្ថិតនៅក្នុងពាក់កណ្ដាលផ្លូវហើយក៏មានព្រលឹងឬវិញ្ញាណផ្សេងទៀតដែលយើងមើលមិនឃើញកំពុងតែចូលរួមពិធីនោះជាមួយយើងដែរការដើរទៅមុខគឺជាការគោរពដល់អ្នកស្លាប់និងជាការបដិញ្ញាចិត្តរបស់មនុស្សរស់ក្នុងការបន្តដំណើរទៅមុខក្នុងជីវិតអ្វីដែលគួរឲ្យខ្លាចបំផុតគឺស្ថិតនៅត្រង់ទង្វើនៃការងាកក្រោយគេជឿថាប្រសិនបើអ្នកកំពុងតែដើរហែសពហើយស្រាប់តែមានអារម្មណ៍ចង់ដឹងឬមានអារម្មណ៍ថាមានអ្នកណាហៅពីក្រោយហើយអ្នកសម្រេចចិត្តងាកក្រោយនោះគឺនៅពេលដែលអ្នកងាកទៅក្រោយជំនួសឲ្យការឃើញមុខមនុស្សដែលអ្នកកំពុងតែដើរតាមឬកំពុងតែដើរតាមអ្នកបែរជាឃើញភាពទទេស្អាតមនុស្សដែលទើបតែដើរតាមអ្នកប៉ុន្មានវិនាទីមុននោះស្រាប់តែបាត់ស្រមោលអស់នៅខាងមុខអ្នកក៏គ្មានអ្វីទាំងអស់គ្មានក្បួនដង្ហែគ្មានអ្នកកាន់ទង់គ្មានព្រះសង្ឃគ្មានមឈូសហើយក៏គ្មានសំឡេងភ្លេងអ្វីដែរអ្វីស្ងាត់ជ្រងំនៅពេលនោះអ្នកមិនមែនវង្វេងផ្លូវទេតាមពិតពិធីហែសពនៅតែបន្តទៅមុខដដែលនៅក្នុងពិភពមនុស្សប៉ុន្តែអ្នកត្រូវបានផ្ដាច់ចេញពីពិធីនោះហើយដោយសារតែការងាកក្រោយអ្នកបានបំបែកចំណងរបស់អ្នកជាមួយនឹងពិភពមនុស្សរស់ហើយបានជ្រើសយកការភ្ជាប់ខ្លួនទៅនឹងពិភពម្ខាងទៀតអ្នកបានក្លាយជាមនុស្សម្នាក់ដែលបានបាត់ខ្លួននៅក្នុងពិធីហែសពនោះអ្នកនឹងត្រូវជាប់គាំងនៅទីនោះដើរតែម្នាក់ឯងនៅលើផ្លូវដដែលនោះតែស្ថិតនៅក្នុងភពមួយផ្សេងទៀតគឺពិភពខ្មោចអ្នកអាចមើលឃើញពិភពមនុស្សប៉ុន្តែមនុស្សលែងមើលឃើញអ្នកហើយអ្នកបានក្លាយជាវិញ្ញាណមួយរូបទៀតដែលវង្វេងរកផ្លូវចេញមិនឃើញដោយសារតែការចង់ដឹងចង់ឃើញត្រឹមមួយប្រព្រិចភ្នែកជំនឿនេះគឺជាការព្រមានដ៏ខ្លាំងក្លាមួយអំពីការគោរពព្រំដែនរវាងអ្នករស់និងអ្នកស្លាប់នៅក្នុងពិធីដែលពិសិដ្ឋនិងមានភាពផុយស្រួយបំផុតភារកិច្ចរបស់អ្នករស់គឺត្រូវផ្ដោតអារម្មណ៍ទៅមុខជូនដំណើរអ្នកស្លាប់ឲ្យដល់គោលដៅនិងរក្សាខ្លួនឲ្យស្ថិតនៅក្នុងពិភពរបស់ខ្លួនដូច្នេះប្រសិនបើថ្ងៃណាមួយអ្នកត្រូវចូលរួមក្នុងក្បួនដង្ហែសពចូលចាំថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយចូលបន្តដំណើរទៅមុខហើយកុំងាកក្រោយ